ទូការចាប់អារម្មណ៍ខ្លាំងស្គរក្របរូបទង់ជាតិខ្មែរពុកម៉ែបងប្អូននិយាយពីថាមនុស្សទៅតម្រង់ជួចាំនៅក្នុងពិព័រណ៍ផលិតផលខ្មែរនៅឯកោះពេជ្រនៅសល់តែមួយថ្ងៃនឹងទៀតទេហើយកុំភ្លេចណាស្គរក្របគាត់ផលិតនៅក្នុងស្រុកស្នាដៃរបស់កូនខ្មែរសុទ្ធសាធយីហោ sticky ដែលគាត់បកកែកែច្នៃមានអក្សរទៅវត្តភ្ជុំបិណ្ឌ Happy Birthday ដាក់ឈ្មោះពុកម៉ែបងប្អូននៅលើស្គរក្របបានហើយយីហោរបស់គាត់ឥឡូវគឺមានការលក់ចែកចាយឲ្យពុកម៉ែបងប្អូនយកទៅលក់បន្តបានទៀតលយត្រង់ហ្នឹងចង់ចាប់អារម្មណ៍យកស្គរក្របគាត់ទៅលក់បន្តគឺអាចទំនាក់ទំនងគាត់បានហើយតម្លៃអីខ្ទង់លឺថា$50ជាងគឺយើងអាចទិញយកទៅលក់បន្តបានហើយគាត់មានឈុតធ្នើ2ឈុតមានអាធ្នើតូចធ្នើធំរបស់គាត់ចឹងទៅឲ្យស្គរក្របរបស់គាត់នេះផលិតចេញពីដៃប្រើពេលយូរមិនតិចជាង1ម៉ោងទៅ2ម៉ោងទេតម្រាំតែបានស្គរក្របមួយមកគឺគាត់បកកែក្នុងការកែច្នៃមែនតើម៉ូដរបស់គាត់អីដូចជាក់ស្ដែងនេះស្គរក្របទង់ជាតិខ្មែររបស់យើងហើយនឹងអក្សរកម្ពុជាអក្សរអីហ្នឹងគឺពេលវេលាដែលថាtrend អីគឺគាត់បកកែកែច្នៃដូចរដូវភ្ជុំបិណ្ឌគឺគាត់ធ្វើអក្សរភ្ជុំបិណ្ឌរដូវគ្រីស្មាសគាត់ធ្វើគ្រីស្មាសរដូវចូលឆ្នាំចិនគាត់ធ្វើចូលឆ្នាំចិនចង់ Halloween ចង់ឈ្មោះពុកម៉ែបងប្អូនមានឈ្មោះដាក់ថ្ងៃកម្មវិធីជាកាដូកាដូអីក៏បានឈ្មោះជាហោហាងអីក៏គាត់អាចធ្វើបានដែរអញ្ចឹងស៊ីសងលើពុកម៉ែបងប្អូនចរចាកំងគឺគាត់អាចធ្វើបានព្រោះស្គរក្របរបស់គាត់គឺធ្វើដោយដៃអត់ប្រើម៉ាស៊ីនទេអញ្ចឹងហើយតម្លៃអីគឺរៀងខ្ពស់ជាងគេអ្នកប្រើម៉ាស៊ីនហើយប៉ុន្តែគុណភាពរសជាតិជាហោរបស់គាត់ brand ដែលមានគេស្គាល់ច្រើនជាពិសេសគឺក្មេងៗតូចៗគឺគាត់ស្គាល់ណាឲ្យតែឃើញគឺដឹងតែទាប៉ាម៉ាក់ទិញហើយព្រោះស្គរក្របរបស់គាត់គឺឆ្ងាញ់ហើយជាពិសេសគឺខ្ជូតនឹងតែម្ដងចង់បានប្រភេទអក្សរម៉ូដម៉ាច់ក៏គាត់ធ្វើបានដែរនិយាយទៅរូបតកតារូបស្អីខ្ជូតដែលគាត់អាចធ្វើបានជីហោរបស់គាត់គឺបកកែត្រង់ហ្នឹងជាជីហោដែលមានទំនុកចិត្តមិនមែនទៅបើកនៅខ្មែរឥឡូវឡាទេដូចឮថា10ឆ្នាំហើយយល់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូននេះស្គររបស់គេគឺគេចំអិននៅក្នុងស្រុកហើយគេមានអាប្រភេទចំហួយគេមានអាប្រភេទស្គររឹងប្រភេទអីគឺគាត់មានទាំងអស់អញ្ចឹងគ្រប់គ្រងផលិតផលនៅក្នុងស្រុក local made និយាយទៅគឺជាប្រភេទស្គរក្របដែលធ្វើដោយដៃដោយកូនខ្មែររបស់យើងនៅម្ដុំអីវងមូផ្សារដើមស្កូវនេះទេទីតាំងរបស់គាត់អញ្ចឹងពុកម៉ែបងប្អូនចង់តំណតំណងជាវអីយកទៅដាក់កម្មវិធីអីផ្សេងឲ្យកាដូភ្ញៀវអីគឺគាត់មានទទួលទាំងអស់មកចប់អត់ប្របាក់ទេហើយបើចង់យកទៅលក់បន្តក៏បានដែរឥឡូវហ្នឹងគឺគាត់មានដាក់លក់បន្តស្គរក្របរបស់គាត់ហើយមានស្គរក្របរូបទង់ជាតិស្គរក្របរូបឈ្មោះអក្សរកម្ពុជាឬក៏ថា I love Cambodia អីហ្នឹងគឺពុកម៉ែបងប្អូនចង់បានមិនក៏បានដែរឬក៏ពុកម៉ែបងប្អូនអាចទៅរកជាវបាននៅតាមលាក់គីផ្សារទំនើប Eon អីក៏គាត់មានដូចគ្នាដែលនេះសិតសឹងតែជាអ្វីដែលខ្មែរយើងកំពុងតែនាំគ្នាពុះកញ្ជ្រោះក្នុងការគ្រប់គ្រងផលិតផលដែលធ្វើនៅក្នុងស្រុកជាក់ស្ដែងជា House Sticky នេះគឺល្បីណាស់នៅក្រៅប្រទេសក៏គេមានច្រើនដែរប៉ុន្តែកូនខ្មែររបស់យើងអាចយកជាហោមួយនេះមកបានហើយគឺគាត់ធ្វើបានយ៉ាងមានជំនាញហើយកូនខ្មែរយើងជាម្ចាស់ទៀតអញ្ចឹងនេះជាអ្វីដែលល្អខ្លាំងមែនតើសម្រាប់ជាហោ Sticky Cambodia ដែលពុកម៉ែបងប្អូនអាចទៅរកជាវបានតែគាត់ជាលក្ខណៈ handmade candy ស្គរក្របដែលធ្វើដោយដៃជាស្នាដៃជាផលិតផលនៅក្នុងស្រុកឆ្ងាញ់មានអនាម័យតែការធ្វើរបស់គេគឺសិតតែធ្វើនៅក្នុងបន្ទប់ដែលមានស្តង់ដារមិនមែនធ្វើនៅហាវាលអីបានទេអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលមានកូនតូចៗដែលគាត់ធ្លាប់ចូលចិត្តញ៉ាំអីគឺខ្ញុំធានាបានថាញ៉ាំដោយទំនុកចិត្តញ៉ាំដោយសុវត្ថិភាពអនាម័យខ្ពស់ហើយនេះទីតាំងនៅក្នុងកោះពេជ្រដែលគាត់មានតាំងពិព័រណ៍នៅក្នុងពិព័រណ៍ផលិតផលខ្មែរ26 27 28ហ្នឹងគឺគាត់មានតាំងដូចគ្នាអញ្ចឹងថ្ងៃនេះសល់តែមួយថ្ងៃហ្នឹងទៀតទេនិយាយទៅខ្ញុំចេញនេះចង់រៀងយឺតតិចទេប៉ុន្តែចង់ផ្សព្វផ្សាយថាពុកម៉ែបងប្អូនអាចជាវឈុតយកទៅលក់បន្តជាលក្ខណៈធ្នើមានធ្នើតូចធ្នើធំរបស់គាត់ហ្នឹង200ជាងធ្នើតូច55អីចឹងទៅគឺអ្នកទាំងអស់គ្នាអាចតំណងចរចាមួយគាត់បានពីខ្ញុំទៅគឺខ្ញុំសូមតែសាយគាត់ព្រោះអីគាត់បកកែកែច្នៃការច្រកចូលក្នុងដបវិចខ្ចប់អីរបស់គាត់មួយគឺចេញមកស្អាតមែនតើដូចឃើញចឹងមិនថាការវិចខ្ចប់ក្នុងថង់ការវិចខ្ចប់ក្នុងកែវការចងជាលក្ខណៈបូជាកាដូជា gift អីផ្សេងគឺស្អាតខ្លាំងណាស់កែវគាត់អីគឺម៉ូដចេញមកលយមានជម្រើសច្រើនអ្នកទាំងអស់គ្នាអាចជាវទៅយកទៅដាក់ជាកាដូឬក៏យកទៅធ្វើជា gift អីផ្សេងគឺសមរម្យហើយទាំងរសជាតិទាំងអីផ្សេងគឺល្អហើយដូចឥឡូវនេះយើងកំពុងតែជាតិនិយមមានរូបទង់ជាតិខ្មែរមានអីចឹងទៀតគឺការតែធ្វើឲ្យយើងស្រឡាញ់មែនតើនៅជាហោរបស់គាត់នេះចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ចង់ភ្លក់រសជាតិស្គរក្រប candy ដែលធ្វើដោយដៃនៅក្នុងស្រុកគឺអាចនឹកឃើញដល់ជាហោ sticky បានអរគុណច្រើនពុកម៉ែបងប្អូនដែលតាមដានវីដេអូនេះដល់ចប់ហើយនេះហើយគឺជាផលិតផលនៅក្នុងស្រុកដែលអ្នកទាំងអស់គ្នាអាចញ៉ាំបានដោយទំនុកចិត្តអរគុណច្រើនបាយបាយ